សួស្តីក៏ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខប្លែកថ្មីនិយាយទៅគឺឆ្ងាញ់ជក់មាត់តែម្ដងអញ្ចឹងនាងខ្ញុំមានរបៀបធ្វើអំពីការធ្វើកប់កូនត្រីអញ្ចឹងណាបងប្អូនហើយសម្រាប់មុខម្ហូបមួយមុខនេះគឺថារបៀបធ្វើក៏មានការធ្វើខុសគ្នាផងដែរហើយសម្រាប់មុខម្ហូបមួយមុខនេះគឺថានាងខ្ញុំធ្វើរូបមន្តបែបនាងខ្ញុំអញ្ចឹងណាបងប្អូនដូច្នេះកុំឲ្យខាតពេលយូរបងប្អូនងាកទៅមើលគ្រឿងផ្សំមានដូចជាគ្រឿងបុកផ្សិតហើយនឹងកូនត្រីហើយនឹងត្រួយអំពិលនិយាយទៅសម្រាប់ខ្នប់កូនត្រីនេះគឺយើងប្រើជាមួយនឹងម្ជូរត្រួយអំពិលគឺថាចាប់ជាតិរសជាតិឆ្ងាញ់ណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនអ្នកដែលចូលចិត្តកប់កូនត្រីអញ្ចឹងមើលវីដេអូនេះគឺមិនខកបំណងទេតោះឥឡូវយើងងាកទៅមើលគ្រឿងផ្សំមានដូចជាត្រួយអំពិលម្រះព្រៅហើយជាមួយនឹងកូនត្រីអញ្ចឹងកូនត្រីនឹងយើងលាងសម្អាតឲ្យបានស្អាតកុំឲ្យវាល្វីងនៅកន្លែងពោះរបស់វាអញ្ចឹងណាបងប្អូនអញ្ចឹងធ្វើម៉េចត្រូវតែស្អាតលាងទឹកអំបិលលាងអីអញ្ចឹងទៅសម្រាប់កូនត្រីនឹងគឺសំខាន់ណាស់រសជាតិនៅពេលដែលយើងយកទៅលាយគ្រឿងបើសិនបើយើងលាងអត់ស្អាតវាធ្វើឲ្យមានរសជាតិល្វីងហើយយើងមានជាមួយនឹងផ្សិតចំបើងបងប្អូនអាចប្រើជាផ្សិតសក៏បានដែរតែនេះដោយសារនាងខ្ញុំវាអត់មានផ្សិតសអញ្ចឹងដាក់ផ្សិតចំបើងជំនួសវិញហើយនេះគ្រឿងផ្សំរបស់យើងគឺថាហាន់ជាលបាយចូលគ្នាអញ្ចឹងដើម្បីយើងយកទៅបុកអញ្ចឹងណាសម្រាប់មុខមុខនេះគឺថាមានរសជាតិឈ្ងុយឆ្ងាញ់ជាពិសេសហ្នឹងគឺរដូវត្រជាក់អញ្ចឹងនៅពេលដែលយើងខ្នប់កូនត្រីក្តៅក្តៅជូរហឹលគឺថាឆ្ងាញ់សាហាវបងប្អូនបាយអស់មុន10ចានអីអញ្ចឹងទៅហើយសម្រាប់គ្រឿងវិញបើសិនជាបងប្អូនគ្មានពេលទេបងប្អូនអាចយកវាទៅកិនជាមួយនឹងម៉ាស៊ីនក៏បានដែរតែសម្រាប់នាងខ្ញុំគឺយកវាបំពន់ជាមួយនឹងត្បាល់អញ្ចឹងដើម្បីវាមានរសជាតិឈ្ងុយអញ្ចឹងណាបងប្អូនវាអត់ស្កាទេសម្រាប់មុខម្ហូបនេះគឺថានៅឃើញចង់ញ៉ាំយូរហើយគុំមិនដែលបានធ្វើញ៉ាំទេតែឥឡូវនេះធ្វើបានសម្រេចហើយតោះឥឡូវយើងងាកមកមើលការលាយគ្រឿងផ្សំតូគ្នាគឺថាជាដំបូងគឺថាយើងដាក់ត្រួយអំពិលដែលយើងបានលាងសម្អាតហើយមកហើយបន្ទាប់មកដាក់ម្រះព្រៅមកបងប្អូនហើយបន្ទាប់មកទៀតគឺថាយើងដាក់ជាមួយនឹងកូនត្រីដែលយើងបានលាងសម្អាតហើយហ្នឹងនិយាយពីថាកូនត្រីនេះមិនពុតមិនធំនិយាយទៅមកល្មមតែម្ដងទៅពេលដែលយើងលាយគ្រឿងហើយយើងដាក់អាំងគឺថាឈ្ងុយតែម្ដងឈ្ងុយសាហាវបងប្អូនអើយនៅឃើញថាបញ្ចូលសលេងតាមក្រោយនេះគឺថាឃ្លានបាយទៀតហើយនិយាយមែនទេបងប្អូនសម្រាប់មុខម្ហូបមុខនេះភាគច្រើនណាចាស់អ៊ំអីគឺគាត់ចូលចិត្តមែនទែនព្រោះមុខម្ហូបនេះមុខម្ហូបបែបយើងធ្វើបែបសាមញ្ញប៉ុន្តែរសជាតិវិញគឺឆ្ងាញ់តែម្ដងណាដោយសារមានកូនត្រីមានគ្រឿងមានអីចម្លចូលគ្នាអញ្ចឹងទៅថាមានផ្សិតមានអីទៀតគឺថាទំនងសាហាវហ្មងភាគច្រើនចាស់គាត់ចូលចិត្តពិសាទទួលទានអញ្ចឹងហើយសម្រាប់មុខម្ហូបមុខនេះបើសិនជានាងខ្ញុំមានការធ្វើទៅលើខ្វះខាតអីបងប្អូនកុំកាំអីដោយសារតែរបៀបធ្វើហ្នឹងនាងខ្ញុំធ្វើតាមរបៀបនាងខ្ញុំទេហើយឥឡូវនេះដល់វគ្គផ្សំគ្រឿងហើយគឺថាយើងមានជាមួយនឹងប្រេងខ្យងបងប្អូនអាចដាក់តាមមួយល្មមដែលបងប្អូនចង់ដាក់ទៅហើយបន្ទាប់មកក៏យើងមានជាមួយនឹងទឹកត្រីចឹងទឹកត្រីបងប្អូនរួចតែលាងច្រើនតិចមកព្រោះកប់ហ្នឹងយើងអត់បានសូវប្រើប្រហុកម៉ានេះហើយបន្ទាប់មកដាក់ស្ករប៊ីចេងអីមកបងប្អូនហើយយើងទុកផ្អាប់វារយៈពេល5ទៅ10នាទីមកឲ្យវាចូលជាតិបន្ទាប់មកគឺយើងយកវាមកដាក់ជាមួយនឹងស្លឹកចេកអញ្ចឹងមុខម្ហូបនៃការធ្វើកប់កូនត្រីនេះក៏បានរួចរាល់ជាការស្រេចហើយបងប្អូនអញ្ចឹងគឺវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងនៅពេលដែលយើងខ្ចប់ស្លឹកចេកហើយគឺថាយើងចាប់ផ្ដើមដាក់អាំងលើចង្ក្រានរបស់យើងតែម្ដងមកភ្លើងក្តៅហុយអញ្ចឹងណាហើយសម្រាប់ការអាំងបងប្អូនអាំងរៀងក្រៀមបន្តិចក៏បានឬក៏បងប្អូនចង់ក្រៀមអីក៏បានដែរអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំ